បងប្អូនដែលប្រើប្រាស់រថយន្ត Ford ដែលបំពាក់ដោយប្រអប់លេខ10វគ្គគួរតែផ្លាស់ប្ដូរប្រេងប្រអប់លេខនិងតម្រងប្រអប់លេខឲ្យបានទៀងទាត់ហើយឲ្យបានត្រូវស្ពេចបងប្អូនវីដេអូនេះគឺបង្ហាញពីការផ្លាស់ប្ដូរប្រេងប្រអប់លេខតម្រងប្រអប់លេខនៅលើរថយន្ត Ford Everest ឆ្នាំ2023ដែលប្រើប្រាស់បានរយៈចម្ងាយគីឡូ 50,000 គីឡូជាងដោយបងប្អូនបានដឹងនៅ PL មានតម្រងប្រអប់លេខពីរប្រភេទហើយថ្ងៃនេះបងប្រុសជ្រើសរើសយកតម្រងប្រអប់លេខ Original ជាញៀនដែលយើងងាយស្រួលស្ដាប់នោះគឺថ្មីស៊ីន Ford បងប្អូនប្រេងប្រអប់លេខ10វគ្គរបស់ Ford នេះគឺខុសពីប្រអប់លេខដែលបំពាក់ទៅលើរថយន្ត Ford 2.2 ឬក៏ 3.2 ស៊េរីមុនដែលប្រើប្រាស់នៅប្រអប់លេខ6វគ្គអូតូ Spec Mercon LV តែរថយន្តនេះគឺប្រើប្រាស់ Spec Mercon ULV ដែលពាក្យពេញវាមកពីពាក្យថា Ultra Low Viscosity យើងនិយាយពីកំហាប់ប្រេងនោះគឺកំហាប់ប្រេងវារាវជាង Mercon LV ទៅទៀតបងប្អូនដូច្នេះបងប្អូនមិនអាចយកប្រេង Mercon LV យកទៅចាក់នៅលើប្រអប់លេខ10វគ្គអូតូនេះបានទេហើយពីការបូកដកគុណចែកតម្លៃជូនបងប្រុសក៏ជ្រើសរើសយកប្រេងប្រអប់លេខ MSOI Signature Series ULV សម្រាប់បងប្អូនបានដឹងច្បាស់ហើយគឺផលិតផល MSOI នេះគឺជាផលិតផលអាមេរិកដែលនាំចូល direct ពីអាមេរិកតែម្ដងដូច្នេះគុណភាពគឺបងប្អូនទទួលបានដូចផលិតផលនៅអាមេរិក 100%ដូចគ្នាបែបតែម្ដងនឹកឃើញចង់ផ្លាស់ប្ដូរប្រេងប្រអប់លេខកុំភ្លេច PL